បាទក៏សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះគឺខ្ញុំបាទសូមណែនាំអំពីទីតាំងមួយកន្លែងដែលនៅក្បែរប្រាសាទបាយ័ននេះយើងទេដែលនៅទីនេះគឺជាខ្លងទ្វារដីឆ្នាំងដែលយើងចេញដំណើរអំពីខ្លងទ្វារដីឆ្នាំងនេះមកពុកម៉ែបងប្អូនធ្វើដំណើរទៅត្រង់ហើយពុកម៉ែបងប្អូនកុំបត់ទៅខាងស្ដាំនេះទៅខាងស្ដាំនេះគឺយើងទៅប្រាសាទព្រះខ័នទីហើយយើងធ្វើដំណើរមកត្រង់មកពុកម៉ែបងប្អូននឹងបានឃើញពីទស្សនភាពក៏ដូចជាទីនេះគឺជាផ្លូវវាងថ្មីដែលធ្វើឲ្យមានភាពស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនអាចអញ្ជើញមកទស្សនាតាមរយៈផ្លូវនេះផងដែរពុកម៉ែនឹងបងប្អូននឹងបានឃើញអំពីការដាំដើមឈើថ្មីក៏ដូចជាលក្ខណៈថាប្លែកនេះអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាឃើញមកតាមរយៈផ្លូវថ្មីបេតុងថ្មីនេះគឺទើបតែធ្វើឲ្យថ្មីផងដែរអញ្ចឹងវាមានលក្ខណៈស្អាតយើងបានឃើញអំពីទស្សនភាពអ្នកភូមិរបស់យើងដែលគាត់មានអាជីវភាពរស់នៅប្រចាំថ្ងៃបែបណាពុកម៉ែបងប្អូនដូចជាបានឃើញតាមរយៈវីដេអូនេះបងប្អូនខ្លះក៏គាត់មកធ្វើការជិះម៉ូតូលំហែដូចជាខ្ញុំបាទផងដែរបងប្អូនខ្លះគាត់អញ្ជើញមកអំពីធ្វើការឬក៏បងប្អូនខ្លះគាត់ធ្វើដំណើរលក្ខណៈថាជិះកង់ហាត់ប្រាណអីដូចបងប្អូនបានឃើញនឹងហើយតាមរយៈបណ្ដោយនៃផ្លូវនេះផងដែរនៅខាងស្ដាំដៃនេះគឺកន្លែងនេះដូចដែលមាននៅក្នុងវីដេអូនេះបងប្អូននឹងបានឃើញរៀលហាលមួយដែលអាចអង្គុយលេងយ៉ាងមានទីធ្លាយ៉ាងធំទូលាយបងប្អូនអាចអង្គុយមកបងប្អូនដែលបានធ្វើដំណើរតាមរយៈដងផ្លូវនេះបងប្អូនអាចឡើងមកទីនេះមកហើយបងប្អូនអាចទស្សនាបាននៅបារាយខាងកើតផ្លូវនេះតែម្ដងធំហើយមានលក្ខណៈគឺថាខៀវស្រងាត់ស្រស់ស្អាតខ្លាំងមែនទែនហើយនៅទីនេះគឺមានទឹកគ្រប់ខុបប្រាំងគ្រប់ភាសាតែម្ដងនេះគឺយើងនៅខាងលិចប្រាសាទព្រះខ័នតែម្ដងយើងអាចហៅថាជាបារាយនៅខាងលិចប្រាសាទព្រះខ័នក៏អាចថាបានដែរដោយឡែកយើងតាមដងផ្លូវនេះយើងក៏អាចទស្សនានៅប្រាសាទបុរាណមួយផងដែរដែលនៅខាងឆ្វេងដៃនៅខាងឆ្វេងផ្លូវនេះដែលបើសិនជាយើងធ្វើដំណើរពីខ្លងទ្វារដីឆ្នាំងមកគឺនៅខាងឆ្វេងដៃនេះតាមបណ្ដោយផ្លូវនេះបងប្អូននឹងបានឃើញមានប្រាសាទបុរាណមួយដែលប្រាសាទបុរាណនេះគឺនៅទីនេះបងប្អូនបានឃើញហើយយើងនឹងចូលទៅទស្សនានៅប្រាសាទនេះបន្តិចដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញអំពីសម្រស់ដ៏ទូចច្រឡឹងស្រស់ស្អាតផងដែរអំពីប្រាសាទទន្លេស្ងួតអញ្ចឹងពុកម៉ែបងប្អូនបានឃើញហើយអញ្ចឹងសូមអញ្ជើញមកជាមួយនឹងខ្ញុំទៅហើយយើងទៅទស្សនាបន្តិចថាតើនៅក្នុងប្រាសាទនេះមានអ្វីខ្លះដើម្បីឲ្យយើងបានដឹងទាំងអស់គ្នានៅទីនេះគឺជាគម្រោងអភិរក្សរបស់អប្សរាផងដែរប្រាសាទទន្លេស្ងួតនេះហើយក៏កំពុងតែធ្វើការជួសជុលបណ្ដើផងដែរហើយនៅទីនេះគឺវាមិនមែនជាប្រាសាទដែលធំទេបងប្អូនអរគ្នាគឺត្រឹមតែប្រាសាទដែលកំពុងតែធ្វើការរៀបចំជាបណ្ដើដើម្បីជួសជុលហើយហ្នឹងគឺមានតែប៉មមួយដែលយើងអាចថាប្រហែលជាមិនធំនោះទេអញ្ចឹងយើងមានតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនអាចធ្វើដំណើរតាមបណ្ដោយផ្លូវនោះបងប្អូនដូចឃើញស្រាប់ហើយនៅតាមមិនថាខាងឆ្វេងដៃឬស្ដាំដៃគឺមានទស្សនភាពប្លែកភ្នែកមែនទែនចំពោះបងប្អូនដែលនៅក្នុងខេត្តសៀមរាបខ្ញុំជឿថាបងប្អូននឹងធ្វើដំណើរមកច្រើនតាមរយៈផ្លូវនេះពីព្រោះគាត់ដឹងពុកម៉ែបងប្អូនប៉ុន្តែចំពោះភ្ញៀវទេសចរដែលគាត់អញ្ជើញមកពីខេត្តនានាគាត់ប្រហែលជាមិនបានដឹងទេអញ្ចឹងភាគច្រើនគាត់ធ្វើដំណើរទៅខាងផ្លូវប្រាសាទព្រះខ័នតែម្ដងពុកម៉ែបងប្អូនមកតាមរយៈផ្លូវនេះពុកម៉ែបងប្អូននឹងបានឃើញនៅទស្សនភាពលក្ខណៈជាទេសភាពស្រុកស្រែពេលខ្លះទៅយើងក៏នឹកឃើញអតីតកាលពីវិថាបងប្អូនដែលគាត់អញ្ជើញមកពីខាងបណ្ដាខេត្តនានាក៏គាត់មកធ្វើការនៅក្នុងទីរួមខេត្តនៅខេត្តសៀមរាបប៉ុន្តែជួនកាលគាត់ក៏អាចនឹកអតីតកាលព្រោះយើងភាគច្រើនខ្ញុំជឿថាទាំងបងប្អូនហើយនិងខ្ញុំគឺជាកូនអ្នកស្រែចម្ការអញ្ចឹងយើងធ្លាប់មានអតីតកាលដដាមជាមួយនឹងស្រុកស្រែចម្ការអញ្ចឹងពេលធ្វើការ stress អំពីការងារអីបងប្អូនអាចអញ្ជើញមកផ្លូវវាងថ្មីនេះដែលធ្វើឲ្យថ្មីហើយក៏មានទេសភាពគួរឲ្យទាក់ទាញមែនទែនគួរឲ្យចាប់អារម្មណ៍មែនទែនពុកម៉ែបងប្អូនអាចអញ្ជើញមកលក្ខណៈជំនួសជាក្រុមគ្រួសារឬមួយក៏មិត្តភ័ក្តិបងប្អូនអាចអញ្ជើញមកអង្គុយញ៉ាំអីនៅនេះជាពិសេសនឹងពុកម៉ែបងប្អូនក៏អាចអញ្ជើញ
មកដោយប្រហែលជាម៉ោងពេលរសៀលអញ្ចឹងពុកម៉ែបងប្អូនអាចទស្សនាថ្ងៃលិចអញ្ចឹងដែរទៅហើយដោយឡែកខ្ញុំមកពេលនេះគឺរៀងងឹតបន្តិចតែអញ្ចឹងទៅក៏ពុំបានទស្សនានៅថ្ងៃលិចផ្ដិតយកបាននៅទស្សនវិជ្ជាថ្ងៃលិចជូនបងប្អូនទាំងអស់គ្នាបានឃើញនោះទេហើយដោយតែបងប្អូនបានឃើញអញ្ចឹងគឺមានទឹកប្រព័ន្ធទឹកខ្វាត់ខ្វែងបែបនេះឯងអញ្ចឹងខ្ញុំជឿថាតាមរយៈវីដេអូនេះបើសិនជាបងប្អូនអរគ្នាបានមកនៅទីនេះគឺនឹងមានអារម្មណ៍ថាស្រស់ស្រាយស្រស់ថ្លាដោយដែលខ្ញុំបាទកំពុងតែមានអារម្មណ៍ដូចគ្នាដែរអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំក៏ពុំមានអ្វីច្រើនដែរគ្រាន់តែចង់ប្រាប់ថានេះគឺជាទីតាំងថ្មីមួយនៅក្នុងខេត្តសៀមរាបចំពោះពុកម៉ែបងប្អូនដែលអញ្ជើញមកពីបណ្ដាខេត្តនានាដែលចង់ដឹងអំពីទីតាំងនេះពុកម៉ែបងប្អូនក៏អាចអញ្ជើញមកទស្សនានៅទីតាំងថ្មីនេះបានផងដែរលក្ខណៈថាជាទេសភាពស្រុកស្រែប៉ុន្តែយើងមើលទៅគឺឃើញថាទេសភាពពិតជាស្រស់ស្អាតមែនទែនអរគុណច្រើនចំពោះការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់ជាចុងក្រោយកុំភ្លេចជួយចុច follow នៅ page របស់ខ្ញុំបាទមួយផងដើម្បីយើងទាំងអស់គ្នាចែករំលែកអំពីសង្គមយើងក៏ដូចជាអ្វីៗដែលថ្មីៗនឹងដែលមានប្រយោជន៍សម្រាប់សង្គមយើងទាំងអស់គ្នាផងដែរអរគុណច្រើនសម្រាប់ការទស្សនា